Hello everybody សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតមេរៀនយើងទៀតគឺ lesson 30មេរៀនទី30 everyday conversation ការសន្ទនារៀងរាល់ថ្ងៃឥឡូវយើងអានពាក្យសិនចាំសន្ទនាពេលក្រោយperfect ល្អឥតខ្ចោះបរិបូរណ៍ magazine ទស្សនាវដ្តី cassette កាសែត dictionary វចនានុក្រម title ចំណងជើង look for ស្វែងរក may នឹងអាច in stock ហ្នឹងក្នុងហាង change ជានាមលុយអាប់ដល់ពេលជាកិរិយាសព្ទយើងបកថាផ្លាស់ប្ដូរ receipt នឹងបង្កាន់ដៃ instant ភ្លាម lovely គួរឲ្យស្រឡាញ់អូខេឥឡូវយើងអានការសន្ទនាឥឡូវអានមួយសិនចាំបកប្រែក្រោយអានឲ្យបកប្រែនេះអានអង់គ្លេសសិនការសន្ទនារវាង E ហើយនិង F Good morning welcome How can I help you today Yes please I'm looking for books for my English studies I'd be happy to help you find it What's the title It's called Instant English Have you got it in stock? Let me check the shelf. Yes. We have a few copies. That's great news. How much is it? It's $10. That's very good price. May I see it for a moment, please? Of course. Here you are. Take a look. Thank you. Oh, this looks very clear and easy to read. I'll take it. Perfect. That will be $10, please. Here is a $20 note. Thank you. Here is $10 in change, along with your receipt and your box. Thank you so much for your help. Have a lovely day. You're very welcome. Enjoy your book and have a great day too. អូខេឥឡូវខ្ញុំអានម្ដងទៀតហើយបកប្រែវា Good morning អរុនសួស្តីពេល F គឺថា Good morning welcome អរុនសួស្តីសូមស្វាគមន៍ How can I help you today តើខ្ញុំអាចជួយអ្នកបានដោយរបៀបណាថ្ងៃនេះ Yes please I'm looking for a book for my English studies បាទខ្ញុំកំពុងតែស្វែងរកសៀវភៅមួយក្បាលសម្រាប់ការសិក្សាអង់គ្លេសរបស់ខ្ញុំ I'd be happy to help you find it What's the title ខ្ញុំរីករាយនឹងជួយអ្នកស្វែងរកវាតើវាមានចំណងជើងថាម៉េចទៅ It's called Instant English វាត្រូវបានគេហៅថា Instant English ហើយយើងបកថា Instant នេះបកថាភ្លាមប៉ុន្តែអានេះវាជាឈ្មោះសៀវភៅអញ្ចឹងយើងមិនបាច់បកបានដែរ Instant English Have you got it in stock បានន័យថាតើអ្នកមានវានៅក្នុងហាងទេ
ដល់ F ថា let me check the shelf yes please yes we have a few copies ឲ្យខ្ញុំពិនិត្យមើលនៅលើធ្នើនេះសិនបាទពួកយើងមានកូពីបន្តិចបន្តួចកូពីថតចម្លង copies that's great news how much is it នេះ news បកថាព័ត៌មានឬមកក៏ដំណឹងប៉ុន្តែ that's great news យើងអាចបកថាអស្ចារ្យណាស់តើវាមានតម្លៃប្រមាណ how much is it តើវាមានតម្លៃប្រមាណ it's $10 តើវាមានតម្លៃ$10 that is very good price នោះគឺពិតជាតម្លៃល្អខ្លាំងណាស់ may I see it for a moment please តើខ្ញុំអាចមើលវាមួយផ្លែតបានទេ may I see បានន័យថាតើខ្ញុំអាចមើល may I see wait may I see it for a moment หมายថាតើខ្ញុំអាចមើលវាមួយផ្លែតបានទេ moment មួយរយៈពេលខ្លីផ្លែតខណៈនេះ of course here you are take a look of course ហ្នឹងយើងអាចបកថាស្មើនឹង yes បាទឬមកចាស់ណាបាទចាស់ here you are ពេលដែលយើងហុចអ្វីមួយឲ្យអ្នកណាម្នាក់យើងប្រើថា here you are បានន័យថានេះលោកឬមកក៏នេះអ្នកស្រីអញ្ចឹងណាយើងអាចបកថាអញ្ចឹង here you are ពេលដែលយើងហុចអ្វីមួយឲ្យអ្នកណាម្នាក់ដូចគេទិញរបស់អីមួយអញ្ចឹងឬមកក៏មិនបាច់ទិញទេសំខាន់ឲ្យតែគេដូចថាយើងហុចរបស់អីមួយឲ្យគេគឺយើងប្រើពាក្យថា here you are អានេះ take a look ហ្នឹងបកថាមើលដដែលទេអាហ្នឹងស្មើនឹង look ដែរអាហ្នឹងថាបាទឬមកក៏ចាស់នេះលោកសូមអញ្ជើញមើល take a look មើលដដែល thank you អរគុណអ្នកហើយ this looks very clear and easy to read I'll take it គេថានេះមើលទៅគឺច្បាស់ណាស់ហើយនឹងងាយស្រួលអានទៀតខ្ញុំនឹងយកវាអញ្ចឹងI'll take it បានន័យថាយើងយល់ព្រមទិញណា I'll take it ខ្ញុំនឹងយកវាហើយគេថា perfect that will be $10 please ល្អអស្ចារ្យណាស់នោះតម្លៃ$10ពេលថា here is a $20 note នេះ$20គេឲ្យលុយគេដាក់$20ថា thank you here is $10 in change along with your receipt and your book ថាអរគុណអ្នកហើយនេះ$10លុយអាប់ in change បានន័យថាគេឲ្យលុយអាប់$10វិញណាដោយរួមមានបង្កាន់ដៃរបស់អ្នកហើយនិងសភៅរបស់អ្នកផងដែរ Thank you so much for your help ថាអរគុណអ្នកខ្លាំងណាស់សម្រាប់ការជួយរបស់អ្នក Have a lovely day អាហ្នឹងយើងប្រើទី1យើងប្រើអាចនិយាយថាពេលដែលយើង say goodbye ពេលយើងលាអ្នកណាម្នាក់យើងអាចប្រើ Have a lovely day ទី2យើងប្រើសម្រាប់អតិថិជនពេលដែលអតិថិជនទិញអីយើងហើយពេលគេរួចរាល់អស់យើងប្រើពាក្យហ្នឹងដែរ Have a lovely day បានន័យថាជូនពរឲ្យរីករាយមួយឲ្យសំណាងល្អហើយមួយទៀតយើងលាស្មើនឹង goodbye have a lovely day អូខេអាហ្នឹងប៉ណ្ណឹងyou very welcome តែអូនអ្នកមិនបាច់គួរសមទេ enjoy your book and have a great day too រីករាយនឹងសភៅរបស់អ្នកហើយនឹង
ជូនពរឲ្យអ្នកមានថ្ងៃដែលរីករាយផងដែរឬមួយក៏លក្ខណៈ say goodbye ដូចគ្នាដែលថាលាហើយដូចគ្នាអូខេឥឡូវខ្ញុំអានអង់គ្លេសម្ដងទៀតអញ្ចឹងពេលបងប្អូនមើលបងប្អូនអាចមើលសារឡើងវិញទៅអត់តន់កន្លែងណាយើងអាចអានម្ដងទៀតបាន Good morning Good morning welcome How can I help you today Yes please I'm looking for a book for my English studies I'd be happy to help you find it What's the title It's called Instant English Have you got it in stock Let me check the seller yes we have a few copies That's great news. How much is it? It's $10. That's a very good price. May I see it for a moment, please? Of course. Here you are. Take a look. Thank you. Oh, this looks very clear and easy to read. I'll take it. Perfect. That will be $10, please. Here is a $20 note. Thank you. Here is $10 in change. Along with your receipt and your books. Thank you so much for your help. Have a lovely day. You're very welcome. Enjoy your book and have a great day too. អូខេមេរៀនហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយសូមជួយចុច Subscribe Channel YouTube របស់ខ្ញុំផងបាយបាយ